ខ្ញុំគណៈអាត្មាភាពមិនមានហេតុអស្ចារ្យអីដែលធ្វើឲ្យគេជឿទេប៉ុន្តែមានម្យ៉ាងគឺភាពស្មោះត្រង់ហើយចង់ឃើញការអភិវឌ្ឍចង់ឃើញប្រជាជាតិរបស់យើងរស់នៅដោយសាមគ្គីអញ្ចឹងពេលដែលយើងធ្វើខ្លួនឲ្យគេជឿបែបនេះហើយទើបមនុស្សមានសេចក្តីទុកចិត្តហើយសេចក្តីទុកចិត្តនេះហើយបង្កើតបានជាផ្លែផ្កាដល់វត្តចន្ទបជោតនារាមនោះទាំងមូលយើងជាប្រជាពលរដ្ឋយើងមិនស្ដាប់តាមការដឹកនាំរបស់មគ្គទេសរបស់យើងទេវាធ្វើឲ្យប្រទេសរបស់យើងវាមានភាពច្បោកច្បល់ច្បាស់ណាស់ថាគំនិតដែលយើងគិតវាមិនដូចគ្នាទេគំនិតនៅក្នុងយន្តការរបស់ប្រទេសជាតិវាវែងឆ្ងាយជាងគំនិតដែលយើងឃើញបច្ចុប្បន្នសូមឲ្យប្រជាពលរដ្ឋទាំងអស់មានសាមគ្គីគ្នាជឿជាក់ហើយសតិអារម្មណ៍យើងត្រូវតែជឿជាក់ថារបស់ទាំងអស់នោះនឹងដោះស្រាយបានតាមរយៈយន្តការច្បាប់តែម្យ៉ាងដើម្បីឲ្យរាជរដ្ឋាភិបាលអ្នកដឹកនាំមានគំនិតចង់ល្អក្នុងការដោះស្រាយតើប្រជាជាតិយើងរក្សាភាពអត់ធ្មត់ឲ្យខ្ពស់ដើម្បីរងចាំពេលវេលាដែលសមស្របក្នុងការទទួលបានអ្វីដែលជារបស់យើងត្រឡប់មកវិញធម្មតាក្បាច់ក្បូររចនាទាំងអស់នេះសប្តាហ៍ថ្ងៃបើដកពីវត្តអារាមទៅมันអាចទៅផ្ញើខ្លួនក្នុងទីដតីបានទេថែរក្សាបានឲ្យខ្ជាប់ខ្ជួនបំផុតនោះគឺមានតែវត្តអារាមទេហើយស្នាដៃទាំងអស់នោះទៀតសោតគឺសប្តាហ៍ថ្ងៃផ្ញើខ្លួនតែនឹងវត្តអារាមទេវត្តអារាមចន្ទបជោតនារាមនេះកសាងឡើងដោយមិនមានការរៃអង្គាសទេវាសុទ្ធសឹងតែកើតឡើងពីកម្លាំងសាមគ្គីហើយទទួលការអភិវឌ្ឍដ៏ឆាប់រហ័សរយៈពេល3ឆ្នាំនេះគឺមានតែ2កត្តាធំនោះទេគឺភាពស្មោះត្រង់និងការសាមគ្គីរបស់មនុស្សជាតិទាំងមូលហើយវត្តចន្ទបជោតនារាមយើងមានគំនិតចង់បង្កើតនៅពុទ្ធកៈបឋមសិក្សាពុទ្ធកៈអនុវិទ្យាល័យពុទ្ធកៈវិទ្យាល័យឲ្យនៅក្នុងទីតាំងតែមួយងាយស្រួលដល់ការស្នាក់នៅនិងការរៀនសូត្ររបស់ព្រះសង្ឃដែលមកពីជនបទហើយមានកន្លែងសិក្សាមួយដែលសំរុំមិនថាបរិស្ថានមិនថាការរស់នៅគាំពៀគ្រប់បែបយ៉ាងធ្វើឲ្យគាត់មានកម្លាំងចិត្តក្នុងការសិក្សាដើម្បីឲ្យពុទ្ធសាសនានិងសង្គមនេះបានដើរទៅរួមគ្នាត្រូវតែបញ្ញវន្តក៏ដូចជាយុវជនទាំងអស់ត្រូវតែក្រឡេកមកគិតអំពីផលប្រយោជន៍ជាតិជាធំផលប្រយោជន៍ជាតិជាធំនេះគឺអ្វីក៏ដោយឲ្យតែចំណេញដល់ផលប្រយោជន៍រួមឲ្យតែចំណេញដល់ផលប្រយោជន៍ជាតិស្មារតីជាតិគឺយើងលើកដំកើងនេះទើបជាគន្លឹះដ៏សំខាន់ដែលអាចជួយឲ្យសាសនានិងសង្គមដើរទន្ទឹមគ្នាទៅបានសូមក្រាបថ្វាយបង្គំសម្ដេចព្រះគុណម្ចាស់គ្រប់ព្រះអង្គអាដាមលោកជំទាវលោកស្រីនាងកញ្ញាប្រិយមិត្តទាំងអស់ដែលតែងតែគាំទ្រកັບផ្សាយព័ត៌មានពុទ្ធសាសនា BC News នៅក្នុងកម្មវិធីវឌ្ឍនភាពពុទ្ធចក្រអាណាចក្រដេជោធិបតីថ្ងៃនេះក្រុមការងារសារព័ត៌មានពុទ្ធសាសនាបានមកដល់ទីតាំងនៃវត្តដ៏ល្អប្រសើរមួយដែលពុះពេញទៅដោយរចនាបថខ្មែរយ៉ាងប្រណិតនិងបង្កប់នូវអត្តសញ្ញាណវប្បធម៌យ៉ាងសម្បូរបែបគួរជាទីមោទនៈមែនទែនតែម្ដងវត្តនោះគឺមានឈ្មោះថាចន្ទបជោតនារាមដែលជាទូទៅបងប្អូនប្រជាពលរដ្ឋតែងតែស្គាល់ថាវត្តលោកតាសុតប៉ុន្តែឈ្មោះផ្លូវការនោះអ្នកខ្លះហៅថាវត្តលោកតាព្រំសុតជាដើមក្រុមការងារសារព័ត៌មានពុទ្ធសាសនាពិតជាមានកិត្តិយសខ្លាំងណាស់ថ្ងៃនេះបានមកជួបសម្ភាសផ្ទាល់ជាមួយព្រះប្រឡាត់ស្ដីទីនិងជាព្រះចៅអធិការចន្ទបជោតនារាមព្រះធម្មវនរាសីចន្ទមនីខ្ញុំប្រកាសណាសូមក្រាបថ្វាយបង្គំព្រះអង្គសូមអរព្រគុណព្រះអង្គខ្លាំងណាស់ដែលបានផ្ដល់ពេលវេលាសម្រាប់ក្រុមការងារសារព័ត៌មានពុទ្ធសាសនានៅជុំវិញទីអារាមវត្តចន្ទបជោតនារាមគឺពោពេញទៅដោយរចនាបថនៃការកសាងព្រះពុទ្ធតាមបែបពុទ្ធសាសនានឹងគឺយ៉ាងសម្បូរបែបមែនទែនទីម្ចាស់ទាំងក្នុងទាំងក្រៅហើយសំណង់នីមួយៗសុទ្ធតែបង្កប់នូវអត្តសញ្ញាណវប្បធម៌ក្បូរក្បាច់រចនាគួរជាទីពេញពើរមិលមើលខ្លាំងមែនទែនទីម្ចាស់ជាបឋមខ្ញុំប្រកាសណាចង់ឲ្យព្រះអង្គមានព្រះសង្ឃដីកាបន្តិចថាតើទូនាទីរបស់អារាមដែលព្រះអង្គកំពុងតែប្រឹងប្រែងកសាងគៀងគរបច្ច័យពីពុទ្ធបរិស័ទពីគ្រប់ទិសទីទាំងអស់ហ្នឹងវាមានទូនាទីសំខាន់យ៉ាងណាទៅដើម្បីលើកស្ទួយអត្តសញ្ញាណទាំងពុទ្ធចក្រអាណាចក្រនិងការប្រវត្តិនៅក្នុងប្រទេសកម្ពុជាទៀតសូមនិមន្តទីម្ចាស់ជាបឋមខ្ញុំប្រកាសណាសូមក្រាបថ្វាយបង្គំសម្ដេចព្រះសង្ឃរាជទាំងពីរគណៈសម្ដេចព្រះសង្ឃនាយកសម្ដេចព្រះសង្ឃនាយករងជាទីគោរពសក្ការៈដ៏ខ្ពស់ខ្ពស់បដិជប្រគុណព្រះថេរានុថេរៈគ្រប់ព្រះអង្គហើយសូមចម្រើនពរជូនចំពោះ
លោកដែលបានជើញមកពីកម្មវិធីវឌ្ឍនភាពពុទ្ធចក្រអាណាចក្រដែលជួធិបតីជាទូទៅវត្តអារាមមិនត្រឹមតែវត្តចន្ទបជោតនារាមតែមួយមុខទេវត្តទាំងអស់ទូទាំងបរិជាណាចក្រសិតសឹងតែបានដើរតួនាទីជាអ្នកបម្រើឲ្យអត្តសញ្ញាណនិងពលឹងជាតិរបស់ប្រជាជាតិខ្មែរយើងក្នុងចំណែកនោះវត្តចន្ទបជោតនារាមក៏ជាចំណែកមួយក្នុងការថែរក្សានៅអត្តសញ្ញាណរបស់ជាតិធម្មតាក្បាច់ក្បូររចនាទាំងអស់នេះសពថ្ងៃបើដកពីវត្តអារាមទៅมันអាចទៅផ្ញើខ្លួនក្នុងទីដតីបានទេគេមានថវិកាកសាងហេដ្ឋារចនាសម្ព័ន្ធមិនថាសំណង់សហសម័យឬក៏ផ្ទះសម្បែងគេតែងតែជ្រើសយករចនាបថបរទេសច្រើនជាងរចនាបថរបស់ជាតិប៉ុន្តែផ្ទុយទៅវិញដែលថែរក្សាបានឲ្យខ្ជាប់ខ្ជួនបំផុតនោះគឺមានតែវត្តអារាមទេយើងឃើញថារាប់សតវត្សមកហើយដែលខ្មែរយើងត្រឡប់មកកាន់ពុទ្ធសាសនាហើយស្ថិតស្ថេរប្រហែលសតវត្សចុងក្រោយនេះគឺកាន់របបពុទ្ធសាសនានិយមនឹងខ្ជាប់ខ្ជួនមែនទែនអញ្ចឹងគំនិតរបស់បុព្វបុរសដូនតារបស់យើងលោកតែងតែគិតឲ្យលើសអំពីការឃើញបានន័យថាពុទ្ធសាសនាมันអាចទៅផ្ញើខ្លួនក្នុងទីរហោឋានបានទេលោកត្រូវការទីមួយដ៏សមគួរដែលបញ្ជាក់អំពីទេវស្ថានឬក៏ស្ថានដែលគួរដល់ការគោរពបូជាអញ្ចឹងហើយទេដូនតាខ្មែរយើងតែងតែប្រមូលរាល់អិរិយាបថក៏ដូចជាការរស់នៅទំនៀមទម្លាប់ប្រចាំថ្ងៃបូករួមនឹងព្រេងនិទានដតីច្រើនទៀតបង្កើតឲ្យបានជាស្នាដៃវប្បធម៌មួយដ៏វិចិត្រល្អឯកហើយស្នាដៃទាំងអស់នោះទៀតសោតគឺសពថ្ងៃផ្ញើខ្លួនតែនឹងវត្តអារាមទេអញ្ចឹងទើបធ្វើឲ្យមនុស្សពេលដែលនឹកឃើញដល់វប្បធម៌តែងតែនឹកឃើញទៅដល់វត្តអារាមមុនគេហើយវត្តអារាមក្នុងប្រទេសខ្មែរយើងពីដើមឡើយបម្រើឲ្យទាំងពីរស្ថាប័នគឺស្ថាប័នអប់រំមួយនិងស្ថាប័នពុទ្ធសាសនាមួយស្ថាប័នអប់រំគឺការអប់រំកលបុត្រខ្មែរចំនួននោះឲ្យស្គាល់ពីគុណតម្លៃរបស់ខ្លួនគុណតម្លៃរបស់មនុស្សជុំវិញខ្លួនគុណតម្លៃរបស់ជាតិសាសនានិងព្រះមហាក្សត្រហើយបើនិយាយពីសាសនាវិញគឺការអប់រំផ្លូវមួយតាមមេគាសន្តិភាពដែលព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងសន្តិភាពក្នុងទីនេះបានដល់ការមិនបៀតបៀនខ្លួនឯងផងមិនបៀតបៀនអ្នកដទៃផងអញ្ចឹងបើយើងនិយាយពីវត្តអារាមមិនត្រឹមតែជាទីដែលមនុស្សទៅបួងសួងបន់ស្រន់អីដូចដែលគេថានោះទេប៉ុន្តែជាទីដែលរក្សានៅផ្នត់គំនិតមួយដល់ប្រជាពលរដ្ឋឲ្យឃើញពីគុណតម្លៃរបស់ខ្លួននិងប្រជាជាតិខ្លួនឯងយើងឃើញថាចំណេះដឹងមនុស្សក្នុងលោកទូលំទូលាយណាស់ការចេះដឹងរបស់ពួកគេខ្លះជាហានិភ័យរបស់មនុស្សជាតិខ្លះក៏ជាប្រយោជន៍ដល់មនុស្សជាតិដែរប៉ុន្តែបើសិនជាអ្នកដែលចេះដឹងចេញពីវត្តអារាមដែលមានការអប់រំផ្នែកចរិយាធម៌អត្តចរិតគុណធម៌និងសិលធម៌នេះវាធ្វើឲ្យការចេះដឹងរបស់មនុស្សទាំងអស់នោះទោះក្នុងកម្រិតណាក៏រមែងជាសេចក្តីសុខទៅដល់ប្រជាជាតិឬមនុស្សជុំវិញខ្លួនដែរអញ្ចឹងអាត្មាសូមឆ្លើយមកចូលមកវិញថាតាមពិតទៅវត្តអារាមចន្ទបជោតនារាមនេះក៏សាងឡើងដោយមិនមានការរៃអង្គាសទេវាសុទ្ធសឹងតែកើតឡើងពីកម្លាំងសាមគ្គីអញ្ចឹងត្រង់ចំណុចនេះអាត្មាសូមបញ្ជាក់ថាសប្តាហ៍ថ្ងៃយើងមានការយល់ច្រឡំថាវត្តអារាមជាបន្ទុករបស់ប្រជាពលរដ្ឋវត្តអារាមជាទីដែលគៀងគរវត្តអារាមជាទីដែលប្រមូលផ្ដុំរៃអង្គាសឃោសនាអីចឹងតែអញ្ចឹងការយល់ច្រឡំនេះវាធ្វើឲ្យផ្នត់គំនិតរបស់មនុស្សមួយចំនួនមានភាពមិនសប្បាយចិត្តជាមួយនឹងវត្តអារាមទេតាមពិតទៅវត្តអារាមមិនមានទូនាទីបែបនោះទេវត្តអារាមគ្រាន់តែឈរជាទូនាទីមួយឈរជានិមិត្តរូបផ្នែកជំនឿនិងសាសនាហើយប្រមូលផ្ដុំនៃកម្លាំងសាមគ្គីតែប៉ុណ្្នឹងឯងអញ្ចឹងពេលដែលពលរដ្ឋឬក៏ប្រជាពលរដ្ឋបរិស័ទគាត់មានសទ្ធាគាត់នឹងបញ្ចេញនៅចំណែកណាមួយដែលជាលទ្ធភាពរបស់គាត់ក្នុងការផ្ដល់មកឲ្យនៅវត្តអារាមហើយវត្តអារាមមានទូនាទីទទួលយកនិងចាត់ចែងនៅសទ្ធារបស់ពុទ្ធបរិស័ទនោះឲ្យស្របទៅតាមផ្នត់គំនិតនិង
ភាពត្រឹមត្រូវរបស់សាសនានិងជាតិផងដែរអញ្ចឹងក្នុងនោះវត្តអារាមជាពិសេសវត្តចន្ទប្រយោជនារាមយើងមិនមានការរែងគៀសទេកន្លងមកតាំងពីកកើតមកកើតឡើងដោយសទ្ធារបស់ពុទ្ធបរិស័ទពេលដែលគាត់មានសទ្ធាគាត់ចង់ធ្វើក្នុងនាមជាអ្នកគ្រប់គ្រងវត្តអារាមគ្រាន់តែចាត់ចែងនិងសម្រួលឲ្យទៅត្រូវតាមរចនាបថនិងអត្ថប្រយោជន៍ដែលយើងត្រូវប្រើតែប៉ុណ្្នឹងឯងមានពុទ្ធបរិស័ទមួយចំនួនគាត់តែងនិទានតគ្នាថានៅពេលដែលចូលមកដល់ទីតាំងអារាមនេះគឺថាទីតាំងវត្តចន្ទជោតនារាមនេះយើងគាត់សង្កេតឃើញថារបងទីអារាមនោះគឺមើលមកផ្លែទៅស្តៀងព្រះបរមរាជវាំងហើយរចនាបថមួយចំនួនរួមទាំងគំនូអីផ្សេងនិងទីតាំងសំបីតែទីតាំងព្រះអង្គម្ចាស់កំពុងតែគង់នោះក៏មើលមកផ្លែទៅស្តៀងនៅព្រះបរមរាជវាំងដែរខ្ញុំប្រកាសណាពិតជាចង់ដឹងថាតើការគូការគិតការធ្វើរចនាបថផ្សេងរួមទាំងផែនការមេទាំងអស់នេះព្រះអង្គម្ចាស់បានគំនិតមកពីណាទីម្ចាស់ហើយនរណាគេជាអ្នកចាត់ចែងរៀបចំផែនការមេរួមបង្កើតឲ្យមានរចនាបថយ៉ាងរស់រវើកតែម្ដងគួរជាទីតាក់ទាញមែនទែនទីម្ចាស់សូមអរគុណណាត្រង់ចំណុចនេះយើងត្រូវស្គាល់អំពីពាក្យថាវត្តនិងវាំងកណាពាក្យទាំងពីរនេះមើលទៅហាក់បីដូចជាស្តៀងគ្នាបើយើងស្ដាប់ទៅដូចជាពាក្យបងប្អូនគ្នាអញ្ចឹងប៉ុន្តែផ្នត់គំនិតខ្មែរយើងមិនថាវត្តក្តីមិនថាព្រះបរមរាជវាំងក្តីគឺសំដៅយកទីស្ថានមួយដែលគួរគោរពបូជាអញ្ចឹងព្រះបរមរាជវាំងជាស្ថានមួយដែលសមត្ថទេពបានដល់ព្រះមហាក្សត្រគង់ប្រថាប់ក៏ជាទីសក្ការៈបូជានៃប្រជាជាតិវត្តអារាមជាកន្លែងសក្ការៈបូជាក្នុងផ្នែកសាសនាក៏ជាទីគោរពសក្ការៈអញ្ចឹងរចនាបថតាំងតែពីបុរាណមកមិនសូវឃ្លាតឆ្ងាយគ្នាទេយើងក៏លេខទៅឲ្យឆ្ងាយទៅជាង1000ឆ្នាំមុនយើងមើលការកសាងប្រាសាទអង្គរវត្តនេះមិនមែនជាទីនៅអាស្រ័យរបស់ព្រះមហាក្សត្រទេប៉ុន្តែជាសំណង់សាសនាសុទ្ធសាធមិនថាលទ្ធិក្នុងចំនួននោះជាសាសនាអ្វីទេយើងមិននិយាយទេប៉ុន្តែបើយើងក៏លេខមើលទៅជាសំណង់របស់សាសនាសុទ្ធសាធហើយសំណង់របស់ពុទ្ធសាសនាដែលនៅសល់ដូចជាប្រាសាទតាព្រំប្រាសាទបាយ័ននេះក៏សុទ្ធតែជាសំណង់របស់ពុទ្ធសាសនាក្នុងសម័យនោះដែរអញ្ចឹងវត្តអារាមចន្ទប្រជោតនារាមនេះយើងមិនបានទៅកន្លែងឬក៏យកនៅវប្បធម៌របស់ជាសាសនាមកកសាងឡើងវិញទេប៉ុន្តែយើងកោះកកាយនៅអត្តសញ្ញាណដែលវាបាត់បង់ខ្លះដែលវាខ្ចាត់ខ្ចាយខ្លះយកមកផ្គុំឲ្យបញ្ចូលគ្នាឲ្យវារស់រានមានជីវិតសាជាថ្មីលើទឹកដីរបស់ខ្លួនដូចជារបងនេះមើលមកផ្លែតទៅគេតែងតែម៉ៃថានេះជារចនាបថរបស់ព្រះបរមរាជវាំងអីប៉ុន្តែមែនតែនទៅបើផ្នត់គំនិតដែលមុននឹងអាត្មាកសាងរបងនេះអាត្មាយករចនាបថរបស់ប្រាសាទតាព្រំមកទេព្រោះប្រាសាទតាព្រំប្រាសាទបខណ្ឌទាំងអស់នោះសិតតែកសាងរចនាបថទាំងអស់នេះគ្រាន់តែខុសគ្នាដោយសិលឹកសីមាទេសិលឹកសីមានៅប្រាសាទតាព្រំនិងប្រាសាទបខណ្ឌលោកឆ្លាក់ពីថ្មលោកធ្វើឆែកហើយយើងធ្វើពីបេតុងមកកាលណាយើងធ្វើឆែកដោយលោកវាធ្វើឲ្យគុណភាពសំណង់ហ្នឹងវាមានអាយុកាលខ្លីវាមិនអាចនៅបានយូរទេទើបឆ្នៃសិលឹកសីមាជាសិលឹកពូបែបហ្នឹងគឺជាលំនាំរចនាបថសាសនាដែលមានអំពីបុរាណមកបើនិយាយអំពីការគិតប្លង់មេសម្រាប់កសាងវត្តនេះវិញមែនតែនទៅអាត្មាភាពពីដើមគ្មានមហិច្ឆតាអីដល់ប៉ុណ្្នឹងទេប៉ុន្តែគ្រាន់តែមានផ្នត់គំនិតមួយគិតថាសំណង់សាសនាដ៏ច្រើនឬក៏សំណង់វប្បធម៌ដ៏ច្រើនរបស់ខ្មែរយើងបានបាត់បង់ក្នុងសម័យសង្គ្រាមហើយវាស្មើនឹងស្លាប់បាត់ទៅហើយព្រោះវាមិនមានរូបរាងក្នុងពេលបច្ចុប្បន្នទៀតទេវាផ្ញើខ្លួនតែក្នុងអត្ថបទមួយចំនួនដែលពេលខ្លះសឹងតែឲ្យក្មេងៗឬក៏មនុស្សមួយចំនួនពិបាកស្រាវជ្រាវរកទៅទៀតអញ្ចឹងទើបមានគំនិតថាពេលដែលយើងមានឱកាសហើយទើបកោះកកាយនៅសម្បត្តិទាំងអស់នោះឲ្យវាមករស់រានសាជាថ្មីលើទឹកដីចាស់បានន័យថាលើប្រទេសមួយដែលធ្លាប់មានរបស់ទាំងអស់ហ្នឹងឲ្យមកប្រែជាមានវិញនេះជាអ្វីដែលខ្ញុំកណាត់ស្មាន
ពាក្យមួយចំនួនរបស់ប្រជាពុទ្ធបរិស័ទក៏ទន្ទាននិទានតនេះដែរថាវត្តចន្ទជោតនារាមនឹងហាក់បីដូចជាបង្កើតឡើងដើម្បីស្ដារប្រវត្តិសាស្ត្រមួយដែលបានកន្លងផុតទៅអស់រយៈពេលជាច្រើនឆ្នាំកាលជំនាន់បារាំងនៅជាអាណាព្យាបាលគឺកើតឡើងនៅក្នុងឆ្នាំ1925ដែលពីនោះនរណាក៏បានដឹងដែរថាមានជនជាតិបារាំងម្នាក់ដែលមកទាមទារពន្ធដារអីផ្សេងទៅក៏ជំរុញឲ្យប្រជាពលរដ្ឋមានការខឹងសម្បាក៏ផ្ទុះឡើងនៅការតវ៉ាដើម្បីឲ្យបារាំងនឹងទម្លាក់ដៃមិនសកត់កទាញពន្ធពីប្រជាពលរដ្ឋពេកព្រះអង្គម្ចាស់ការកសាងនៅទឹកដីនេះក៏ជាទឹកដីប្រវត្តិសាស្ត្រមួយដែរតាំងពីជំនាន់ព្រះបាទចន្ទរាជាហើយក៏ភ្ជាប់គៀកគ្នាមែនទែនទៅនឹងទីតាំងដែលបដិសបានទទួលមរណភាពកាលពីឆ្នាំ1925ដោយសារតែការផ្ទុះខឹងសម្បាពីសំណាក់ប្រជាពលរដ្ឋរហូតដល់មានពាក្យមួយគឺដាក់ឈ្មោះថាភូមិរាជឆានបន្ទាប់មកក៏មានការកែប្រែវិញប៉ុន្តែយ៉ាងណាក៏ដោយពាក្យហ្នឹងនៅតែមកចងចាំរហូតដល់ពេលបច្ចុប្បន្ននឹងមានរឿងសរសេរដាក់ថាចំណងជើងភូមិរាជឆានទៀតព្រះអង្គមានទស្សនវិស័យការខិតខំប្រឹងប្រែងកសាងទីអារាមនេះដើម្បីបដូរទំព័រប្រវត្តិសាស្ត្រថ្មីឲ្យមានកេរ្តិ៍ឈ្មោះល្អប្រសើរមិនមានពាក្យថារាជឆានទៀតឬក៏យ៉ាងណាទៀតចា៎សូមអរគុណណាស់តាមពិតទៅជារឿងមួយអភ័ព្វដែរសម្រាប់ជនជាតិខ្មែរយើងទាំងមូលមិនមែនត្រឹមតែប្រជាពលរដ្ឋដែលរស់នៅក្នុងបរិវេណទីទឹកដីនេះទេពាក្យថាដេរឆាននេះវាកើតឡើងមកពីការតស៊ូការរើបំរាស់ខ្លួនយើងត្រូវស្គាល់ថាទីណាដែលមានការរើបំរាស់មកអំពីទីនោះមានការជិះជាន់បើយើងនិយាយឲ្យភ្ជាប់គ្នាបន្តិចសូម្បីតែការរំដោះខ្លួនក្នុងឆ្នាំ1979ខ្មែរយើងរើបំរាស់នេះដោយសារតែរបបក្នុងសម័យនោះមានការជិះជាន់អញ្ចឹងដូចគ្នាដែរសម្រាប់ឆ្នាំ1925ដែលខ្មែរយើងទទួលបានងារជាភូមិដេរឆានក្នុងតំបន់នេះដោយសារតែការរើបំរាស់ដូចគ្នាហើយការរើបំរាស់នេះចេញពីការជិះជាន់របស់អាណាព្យាបាលយើងដែលគាត់ក្រោយអំពីគាត់ត្រឡប់ចូលប្រទេសកម្ពុជាជាលើកទី2គាត់បានគៀបសង្កត់លើបញ្ហាថវិកាប្រាក់កម្ចីពន្ធកដែលហើយទៅសូម្បីតែការលក់មន់លក់ជ្រូកក៏គាត់គិតពន្ធកណាំចា៎អញ្ចឹងការជិះជាន់បែបនេះសម្រាប់ប្រជាជាតិដែលក្រីក្រមួយគឺមានការលំបាកណាស់អញ្ចឹងខ្មែរយើងគ្រាន់ពេលខ្លះគ្រាន់តែចង់រំដោះខ្លួនឲ្យរួចពីនឹមអាណានិគមឬការជិះជាន់ដែលវាបង្ខំពេកធ្វើឲ្យការរស់នៅរបស់ប្រជាពលរដ្ឋមានទុក្ខលំបាកវាទៅជាខ្លួនឯងទទួលបានងារជាដេរឆានទៅវិញអញ្ចឹងត្រង់គំនិតនេះអាត្មានឹកឃើញថាបើយើងមិនស្ដារនៅការចងចាំមួយជូនដល់ប្រជាជាតិយើងឡើងវិញទេវាធ្វើឲ្យក្មេងៗចំនួនក្រោយគាត់មើលមកផ្លែតទៅថាភូមិហ្នឹងជាភូមិដេរឆានអញ្ចឹងអ្នកស្រុកហ្នឹងប្រហែលជាខូខើប្រហែលជាអ្នកស្រុកហ្នឹងជាអ្នកស្រុកព្រៃឥតមានការអប់រំអីហើយឬក៏ធ្វើនៅទោះកំហុសណាមួយដែលអាក្រក់ជួយជាតិហើយទៅគេហៅថាជាភូមិដេរឆានបែបហ្នឹងនោះទាំងដែលធៀបពិតកន្លែងនេះជានិមិត្តរូបនៃការរើបំរាស់ដល់ប្រជាជាតិទាំងមូលអញ្ចឹងទឹកដីនេះផ្ទាល់ជាទីតាំងដែលអ្នកស្រុកបានទទួលងារជាអ្នកស្រុកដេរឆានណាអញ្ចឹងត្រឡប់មកដល់បច្ចុប្បន្ននេះកន្លែងនេះវិញដដែលប្រែคล้ายជាទីប្រមូលផ្ដុំរបស់មនុស្សជាតិក្នុងប្រទេសកម្ពុជាយើងក្នុងមួយថ្ងៃនៅថ្ងៃសៅរ៍ថ្ងៃអាទិត្យប្រជាពលរដ្ឋយើងមិនតិចជាង 10000 នាក់ទេតែងតែនាំគ្នាមកទស្សនាមកប្រមូលផ្ដុំគ្នាក្នុងទីនេះក្នុងគោលបំណងផ្សេងអញ្ចឹងការដែលកសាងទីនេះឲ្យមានមុខមាត់សាជាថ្មីក៏ឈ្មោះថាជាការលើកកម្ពស់កិត្តិយសភាពអ្នកស្រុកទីនេះដែរឲ្យចេញពីភាពដែលគេហៅថាដេរឆានទាំងដែលខ្លួនឯងមិនមានកំហុសនោះឲ្យត្រឡប់មកជាភូមិដែលរុងរឿងហើយសុខសាន្តដូចបច្ចុប្បន្នខ្ញុំគណៈសង្កេតឃើញមួយទៀតនោះគឺថាពេលចូលមកផ្លូវនៅព័ទ្ធជុំវិញទីអារាមហ្នឹងលបងហ្នឹងគឺថាមានតែកន្លែងសាកអគិសនីទៅទៀតព្រះអង្គម្ចាស់ទីនេះជាទីមួយដែលកើតចេញពីមុនមកព្រៃមនុស្សម្នាក់សឹងថាមិនគិតថាมันអាចទៅរួចទេហើយរហូតដល់អ្នកខ្លះថារយៈពេលដ៏ខ្លីដូចជាជប់ទៅហើយតើបច្ចេកទេសនិងការខិតខំការស្មឹងស្មាតការភ្
trong từ lơ các khách không có sang thì ra mui rồi có tất đây môi đại miền cầm nọt ra chỉ tràn rồi năm một hỏi ở khai chỉ tất đây môi tiết đại khai tại chỉ mua từ nạp phép để sao tại cả to sú ở ông khách không prang prai ní đại do mua là than vì rồi nhận tục cầm chạy tết rồi có dạng mà tiền chẳng ở con áสำหรับสำนวนนี้มันแต่เตอปัญหาได้คืออ้อยวัดนี่บานตะตัวในเพียบได้จุมราแบบนี้มีแต่ปีเตกตาในปีเตดีมือกับเพียบสมอตรังกันนะเพียบสมอตรังมันแมนตรำแต่อัตมามันเนี้ยมันตรำแต่จากคณะกรรมการปีใบรูปเตปันใต้จะเพียบสมอตรังระบอบประชีจิตระบอบจุนจิตยืนปลูกมายืนเป็นนาได้มีเพียบสมอตรังกอดเทือไว้กับการสบายใจประชีจิตยืนลงตระจำตกนะกอดทะลอบก่อสร้างมาห้าประสาทดอกสกัมสกายดังออกนุจำนายตรอบทนทินช้านะบ่ขมิ้นเพียบสมอตรังในขนมตีนุเตสำนักดำแห่มีนุก็มันกาดได้ยังการก่อสร้างวัดจันทร์ประจุตนารามตีมวยยกลมอ่านระบอกเปลี่ยนมาแล้วคือเพียบสมอตรังในจนเจียดยืนหมดเลยยังวัดอารามมันมีการตัวแต่เมียนปีนันตีไอปีสำนักข้างกลางอย่างไม่กระด้อยปันแต่พิสมาตรังระบายยังมีนการนาเดพิสมาตรังยังมีนยังมันถือไอโคฉบับรอดมันถือไอโคนั่นฉบับพุทธศาสนาจังการก่อสร้างเป็นในแต่ดำเนินการนั่นจีเรื่องตีมูจีกรึตีมูได้ยังยกมาอ่านวัดตีคือกำลังสามัคคีมีนเอาไว้ทมยังกำลังสามัคคีเดยังกระเลยมือสังเกตระเวียงขมายไทยขนมเบลกระลองแต่ทำไมนี้นะเคยทำไปเชียร์ปวดยังสามัคคีตัวกำลังยังเตะตัวแต่ประเทศจีนยังเนื้อเมียนกลมรัดยานาก็ได้ปันใต้กำลังสามัคคีระบอบประเทศจีนนี่คืออาจสำหรับจุดวิสนาทั้งมูระบอบประเทศจีนบ้านกรมทานไล่ตรมแต่วัดอารามโดยตู้มวยขนมสหกรมยังนี่ตัวแต่ยังจังสมรัฐได้ตึกดาวดอดทมให้มีปนาของบ้านได้บริษัทนาไปจีจียืมมีกำลังสามัคคีดอกตรำไตรมวยจังวัดจันทร์ประจุตนารามยืนนี้ได้บังการไล่ระยะเปลปมใบชน้ำนี้ให้ตตัวการอภิวัตและฉับระยะเปลใบชน้ำนี้คือมีแต่ปีกตาทมนั่นเองคือเพียบสมตรังหนึ่งการสามัคคีระบบมนุษยจิตต่างมูลโดยประกันปอสัมบลวันหน้านันเนียการนโยบายหรือลัทธิศาสนาเด้ให้ยืนรักษาบ้านในพิบศกสารมวยจูนดาปฏิยืนให้ไทม์เตี้ยงบังการบ้านเอาจีสมัติพอโดยสับทั้งไงนี่แหละกรมการยีสปอร์ตมินพุทธศาสนาสังเกตคืนมือเทียพระองค์มาจากคือจงเป็นประเภทในปิจิปุตบริษัทได้เชิญมาหรือกโมเลนในตีตังอารามนี่คือเมียนเตียงขนาดดอกนอนทมโหดอลพระมหากษัตริย์หอยเมียนทปิจิปรธรรมดาคือเนื้อสกเนื้อพวกไม่เมาต้องอ้อคือท่ามันนี่พระองค์เมียนประเทศอเมริกาท่ามันเมียนการอะไรอย่างเงี้ยทีก็ประเทศท่าเมียนตาเอาไว้ได้จะจำนวนสโนว์โรยไอ้พวกกอดเงือปีปรักจ่ายเจนปีลมเนื้อทานมาดอลตีตังในวัดจุตนารามจันเตจุตนารามนั่งแบบใบโยบใจมาโจรวมก่อสร้างตัวใบทิกจะได้ชรานก็ได้หรือแต่ตามรัฐเพียบจะใส่เทียบจะแต่ไว้ที่จำนวนสโนว์หรือเทียบอ๋อคนนะจำนวนสโนว์คือการเชื่อกันไหนการเชื่อนี่จำเนื้อจะเปลี่ยนระบบขมายยืนปนตายบ่อยยืนในแต่ขนมปุตศาสนาทาจีสัตย์สัตย์ปราศจากเชื่อจังมุนหนึ่งอ้อยเนี่ยดัดเตยมาจูยืนตรึเพื่อคลุ้นอ้อยกิเชื่อสั่นบันในทาจีลมอ่านจังขนมกนาธรรมเพียบมันเมียนให้อาจารย์ไอ้ดัดเพื่อกิเชื่อได้ปันแต่เมียนไม่ย่างคือเพียบสมองตรังหายจ้องคืนกาอภิวัตจังขึ้นไปจีระบอกยืงรูเนื้อดอยสามัคคีรูปรวมนี้มันใบบ้ามันประชานี้โดยสมัยกระลองมาเชียงเปได้ยืงทั่วคลุ้นเอากิเชื่อแบบนี้หายแต่มนุษย์มีสักใดตกจัดหายสักใดตกจัดนี้หายบังคับบ้านจิพลายก้าดาวัดจันทร์ประจุตนารามนั่งต่างหูเชียงเบอร์สมชลายคล้ายทานจิกาเชื่อชื่อนี่จะสัตย์หนึ่งไอ้โดยยืงโลกเชื่อได้ถ่าบอลโลกมีจุ่มเนื้อถ่าโลกทัวร์ไซระยะเปลี่ยนประมวยคายโลกตัวบานพอเราจะเสาเชียงก็โลกมันจุ่มนายเปลี่ยนแต่ทัวร์ไซประมวยคายน้องออยเวทนี้ได้ตั้งเปลี่ยนเงือบจัวถ่ายตึกถ่ายสมัย
ดอสตุงสาปรัวบัดตึกบางตึกโหดดอลแต่เสาเมียนพลายเมียนปากาชบ้านน่ะบรรลุเมียนจุ่มเนื้อถาเพื่อใส่บานเสาตีดอกมันเถื่อเต็งจังปดบริษัทเลยนี่บางกอดมันเชื่อถาเพื่อละอ้อกอดบานพอละอ้อเพื่อเตียนกอดบานพอลำปีเตียนเต้บางกอดเมียนจุ่มเนื้อแบบนู้นชบ้านน่ะแต่กอดมันจำนายเปรียบแบบนี้ขนมกาเถื่อเต้ขณะพระพุทธศาสนาบันใจในขนมรัฐธรรมนูญทาเจศาสนาระบอบรัฐใจในขนมจำปุกใบเมตราสายใบนั่นคือบันดัชบันนะถ้าพุทธศาสนาเจศาสนาระบอบรัฐก็ประเทศก็มันบ้านห้ามมันเอาชื่อแต่ละศาสนาใดๆเต็มใจประเทศมีนหรือมุ้ยได้ไปชีพรถจิตรานบานจัดตกทาพระพุทธศาสนาจีบเสตีรามนี่กูแต่มีนรัชนาบทเจเละมวยได้เจตสัญญาได้สร้างไอ้บ้านเราโหดก็เอาวอดคลาสถั่วเจตื้อวอดคลาสถั่วเจตื้อให้ตีตังมวยจำนวนนะฮะไปโดยจิตควักแผนการเมย์ของการจัดใจบ้านตรำเตยพระองค์อาจมีสังเกตการบ้านที่ทัดต้าในขนมจักรวิสัยระบบพระองค์ในขัดคำก่อสร้างตีนี้ปีจำนวนปริมาคลายแต่จีสำนองได้มีรัชนาบทบังคับนาตสัญญาณวัปทอขมายได้ไปชีพรตุเตอร์บ้านจัดตกท่าวัปทอศาสนาจิตสร้างคือจิตสายเชียมชีพเริงมวยระบบประเทศจิตแต่พระองค์มีจักรวิสัยแบบนั้นในขนมติตักใดกระปงฉนังจิตใส่ในตีตังนี้พระองค์ก็ท่าหนึ่งก่อสร้างตีอารามนี้เอาตัวดาวจำนวนนาปต่อติดในปีปัจจุบันนาคนต้องเตรียมใจเอาคนนะตามประเทศกัมพูชียืนจีประเทศได้สมบูรณ์แบบนี้ขนมในเยี่ยมปีปัปปะโถจีพิเศษราชนาบอดปันท้ายเพียบสมบูรณ์แบบระบบกัมพูชียืนคือเมียนเพียบฉบับหล่อปันท้ายจีอากุศลได้ยืนกติกติในขนมสมัยสงครามกันนะจังเด็กยมกระดาษมาเพียบถือบวชนี่แต่ตามรจนาบทกรุบแบบอย่างนี้มันบ้านกิดอมปีปัจจุบันได้ไม่อย่างเด้คือกิดแต่ดอนมนุษย์จุ่มนอนกล่าวทีนี้มีนรัฐเพียบนงการก่อสร้างหายจังแต่การก่อสร้างนี้เติมแต่บ่มร้าพอประโยชน์ขนมเปปัจจุบันได้ไม่อย่างหรือก็เติมแต่บ่มร้าพอประโยชน์ตัวเปลี่ยนกดได้จังสรกมาเยื้องปีเด็กจองก่อสร้างวัดอารามเยื้องปะบะโรกาเรียบจอมมูดเดือดเติมนะโดยสารแต่วัดเดิมอ้อเชียงปรามปอนวัดขนมปฏิการล้างดมนาคณีแต่มวยกรอยเปรี้ยวได้เยื้องเจนอมปีสังเกตโดยมันเหมือนกันจังการเด็ดฟื้นแต่อ้อนู้ตามแต่การนึกเคยระบบมนุษย์จุ่มนอนนู้หรือก็การฟื้นอ้อยบ้านตามแต่ทนที่ระบบปุกก็ขนมสมัยการในมวยแต่อ้อนู้ปัญแต่ขนมสมัยการมุดได้เจาะแหลกได้ปฏิเสธยืมสถานในขนมสเตอร์พิบในยุคใบดอเติมเต๋อมันกระไดกระหายปฏิปรอดมันใบบักนี้ยืมกู้แต่เชื่อเรื่องโยกการเรียบจอมใบหน้าดอเติมเต๋อสำหรับตุกอ้อยมนุษย์จำนวนกร้อยกอดโยกกุมรูตามจังวัดจันทร์ประจุตนารามได้ประกาศลายมาให้มีรัฐเพียบเฟื่อแบบนี้สำนักต่างอ้อนี้ตุกมันเจ้าอ้อยมนุษย์จำนวนกร้อยโยกกุมรูตามจังวัดดอเตยเตี้ยขนมมันปฏิตามมันได้กันอีกแค่ได้กอดมันตอนเรียนเหตุราชนาสมควรฉบับล้อเป็นได้กอดจังเฟื่อกอดให้หมดโยกกุมรูตามโดยเคยถาอ๋อนี่การก่อสร้างประวิหิแบบนี้การก่อสร้างสลาชันแบบนี้การก่อสร้างปนาไลกดประซังประตูตึกเตรียมมีสถานแบบนี้พุทธศาสนาดาวแต่เลือกเพียบอนามัยปลูกขนมโสดมุ้ยได้ปองสำแดงทางศึกใดมีนรู้การลางปีนาใหม่จังหวัดอารามมันแมนตรมตายขาดล้างเอาแต่บ้านได้เตรียมเป็นเจ้าปีอนามัยให้สปอนดับเพบยังเคยทางปีอารามนี่ปลายทางส่วนฉบับปลายทางจิตติริเรียจังวัดอารามเตยบังการและคณะบังกอและคณะเพียบริเรียดอมมนุษย์บอกก่อนเป็นตกเศร้าปิดเตียมาหายเจ้าแต่ก่อนมาดาววัดเบียสมองสมาธิจัดระบอกก่อนฉบับนั้นทำมันไอริบานเตยเจ้าแต่เคยปีเพียบได้พลายปีเตียนสรุปจังบากาก่อสร้างนึงคว้าการยกจัดตกดักแต่เด็กไปถือเอาวัดโดยเตี้ยโดยวนจังที่อัดเมนยังสถีระบบบริษัทนั้นเอาการลานเตไปเตยเชียยังเพียบสร้างมองเอาการตัวระเบียงขณีหนึ่งขณีตัวเวงจังยัยมาเว้นคือได้เยี่ยมเชียเยี่ยมก็กระกายในวัปทอดาวสมบูรณ์แบบนี้เอาวิมันในร่วมแต่มวยต้อยในขนมตึกใดวัดอารามนี้ดำไปงี้สู้ดาวมนุษย์จุ่มนอนกร้อยหมกโยกุมรู้หมกศึกษาหายยกแต่กายชนะเธอบรรทอสำหรับมนุษย์จุ่มนอนกร้อยบ้านสนับเทระดิการบอกพระองค์เธอเอาเพียงประการน้ำมีนตึก
ចិត្តជ្រះថ្លាមែនទែននៅក្នុងបច្ច័យ4ព្រះសម្មាសម្ពុទ្ធបានកំណត់មានបណ្ឌបាតបច្ច័យចេរបច្ច័យសេនាសនៈនិងព្រលិនបច្ច័យជាដើមប៉ុន្តែនៅក្នុងនោះពុទ្ធបានលើកឡើងពីសំណុតស្នូលមួយទៀតគឺបញ្ញាមានន័យថាការជឿការកសាងធនធានមនុស្សនៅក្នុងព្រះពុទ្ធសាសនាដើម្បីអាចរីកចម្រើនទៅបានគឺត្រូវការមានបញ្ញាហើយដើម្បីមានបញ្ញាមនុស្សចាំបាច់គឺត្រូវតែខិតខំប្រឹងប្រែងសិក្សារៀនសូត្រព្រះអង្គតើព្រះអង្គនឹងមានផែនការក្នុងការកសាងបណ្ដុះបណ្ដាលធនធានប្រសង់នៅក្នុងខេត្តកំពង់ឆ្នាំងឲ្យទៅជាទីតាំងមួយដែលប្រសង់មកដល់ឧទាហរណ៍ថាមកដល់វត្តចន្ទជោតនារាមហើយមិននឹងគិតថាត្រូវរកទីតាំងស្នាក់អាស្រ័យនោះផ្សេងទៅមករៀនសាលានោះផ្សឹងទៅតើព្រះអង្គនឹងមានផែនការទាំងអស់នេះទេធានចាស់នៅក្នុងទីតាំងអារាមនេះទេច្បាស់ណាស់ថាគោលគំនិតរបស់វត្តចន្ទជោតនារាមយើងមាន3ធំធំទី1គឺការកសាងនៅវត្តអារាមមួយដ៏ល្អប្រពៃសម្រាប់ប្រជាជាតិយើងទី2គឺការលើកកម្ពស់វិស័យពុទ្ធកសិក្សារបស់កុលបុត្រខ្មែរយើងនិងទី3គឺពាក់ព័ន្ធជាមួយនឹងការថែទាំកលឹះនៃការថែទាំសុខភាពរបស់យុវជនជំនាន់ក្រោយបើយើងនិយាយថាទី3នេះគឺបញ្ជាក់អំពីគោលគំនិតដែលវត្តអារាមយើងមានទី1បើមុននឹងយើងបង្កើតឬក៏ជួយអ្នកដទៃបានយើងត្រូវមានកន្លែងសម្រាប់ជាទីតាំងអញ្ចឹងវត្តអារាមនេះដែលកសាងបែបនេះគឺសិតតែមានផែនការក្នុងការត្រៀមនិងទទួលដូចជាការកសាងសេនាសនៈដ៏ធំធំដូចជាកុដិអីអញ្ចឹងណាតាមពិតជាក់ស្ដែងកុដិសពថ្ងៃយើងឃើញថាសម្បើមអញ្ចឹងមែនប៉ុន្តែក៏សង់ពេញអស់ហើយវត្តចន្ទជោតនារាមយើងមានគំនិតចង់បង្កើតនៅពុទ្ធកបឋមសិក្សាពុទ្ធកអនុវិទ្យាល័យពុទ្ធកវិទ្យាល័យឲ្យនៅក្នុងទីតាំងតែមួយងាយស្រួលដល់ការស្នាក់នៅនិងការរៀនសូត្ររបស់ព្រះសង្ឃដែលមកពីជនបទហើយមានកន្លែងសិក្សាមួយដែលសមរម្យមិនថាបរិស្ថានមិនថាការរស់នៅគាំពៀគ្រប់បែបយ៉ាងធ្វើឲ្យគាត់មានកម្លាំងចិត្តក្នុងការសិក្សាអញ្ចឹងយើងមានអស់ហើយអញ្ចឹងប្លង់ដែលវត្តអារាមត្រៀមនិងកសាងសាលារៀនក៏មានដូចគ្នាព្រោះតែវានៅក្នុងជំហានទី2អញ្ចឹងបើសិនបង្កើតសាលាមានសាមណនិស្សិតមករៀនសាមណសិស្សមករៀនយើងអត់មានកន្លែងឲ្យស្នាក់នៅវាធ្វើឲ្យលោកពិបាកក្នុងការរកទីស្នាក់អាស្រ័យហើយពេលដែលលោកពិបាកក្នុងការរកទីតាំងអាស្រ័យនេះហើយធ្វើឲ្យការសិក្សាមានភាពលំបាកអញ្ចឹងជំហានទី1យើងត្រូវបង្កើតសេនាសនៈឲ្យគ្រប់សិនកាលណាសេនាសនៈគ្រប់អាចទទួលសាមណសិស្សសាមណនិស្សិតក្នុងចំនួនដែលយើងគ្រោងទុកហើយយើងចាប់ផ្ដើមបើកសាលាពេលដែលយើងបើកសាលាយើងពេលដែលធនធានមនុស្សទាំងអស់នោះមកយើងមានកន្លែងទទួលឲ្យលោកស្នាក់នៅហើយយើងមានការចិញ្ចឹមយកចិត្តទុកដាក់គាំពៀផ្នែកការរស់នៅរបស់លោកពេលនោះយើងនឹងមានឱកាសក្នុងការបង្កើតមូលធនមនុស្សដែលសមស្របទៅតាមបរិយាប័ន្នមួយគណៈសូមទាញបន្តិចទៀតចុះតែមួយសំណួរពីរសំណួរទៀតទេទីម្ចាស់ព្រះអង្គបានខិតខំគៀងគរដើម្បីបង្កើតមូលធនមនុស្សនៅក្នុងទាំងពុទ្ធចក្រនិងអាណាចក្រពីព្រោះចំណេះដឹងបច្ចុប្បន្ននេះមិនអាចគ្រាន់តែចេះពធទេគឺត្រូវតែយល់ដឹងអំពីបច្ចេកវិទ្យា AI និងចំណេះដឹងដទៃជាច្រើនផ្សេងទៀតដើម្បីអាចមានការប្រកួតប្រជែងពីព្រោះព្រះសង្ឃគឺជាធនធានមួយដ៏សំខាន់ទ្រទ្រង់ទាំងវប្បធម៌សាសនានិងការទ្រទ្រង់នៅចំណេះដឹងអាណាចក្រផងដែរប៉ុន្តែព្រះអង្គម្ចាស់បច្ចុប្បន្ននេះកម្ពុជានិងថៃកំពុងតែមានបញ្ហាមួយគ្នាមិនទាន់បានបញ្ចប់ទេដោយមួយផ្នែកនៃប្រជាពលរដ្ឋជនភៀសនោះគឺអារម្មណ៍ហាក់បីដូចជាមិនទាន់សប្បាយចិត្តដោយសារពុំទាន់បានទៅដល់ទីតាំងលំនៅឋានដែលគាត់បានបាត់បង់ហើយទន្ទឹមនឹងទៀតសោតរដ្ឋាភិបាលកំពុងតែខិតខំប្រឹងប្រែងមែនទែនក្នុងការតវ៉ាដើម្បីទាមទារទឹកដីមកវិញហើយមួយផ្នែកតូចនៃការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលនោះក៏មានការទីទានផងដែរទន្ទឹមនឹងការធ្វើការតាមបច្ចេកទេសយន្តការការទូតដោះស្រាយតាមច្បាប់ទំនាក់ទំនងអន្តរជាតិគឺជំរុញឲ្យកម្ពុជានេះគឺមានការទទួលស្គាល់ច្រើនមែនទែនបងម្ចាស់តើយើងអាចទាញពាក្យថាសាមគ្គីនេះពីទីអារាមនេះទៅដាក់នៅក្នុងជនភៀសទៅដាក់នៅក្នុងបេះដូងរបស់ប្រជាពលរដ្ឋខ្មែរក្នុងរដ្ឋាភិបាលនិងប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជានឹងបែបណាដើម្បីឲ្យផ្ដល់ពេលវេលារក្សាភាពអត់ធ្មត់ហើយរក្សាទំនុកចិត្តដើម្បីទាមទារការបាត់បង់និងត្រឡប់ទៅកាន់ទីតាំងមួយដែលកំពុងតែប្រឈមនឹងបញ្ហានោះទេម្ចាស់គុណណាស់បើយើងនិយាយអំពីការបាត់បង់របស់ប្រទេសយើងវិញបើយើងនិយាយពីការបាត់បង់ក្នុងប្រវត្តិសាស្ត្រវាធំធេងណាស់វាមិនមែនទៅតែប៉ុណ្្នឹងទេយើងធ្លាប់មានផ្ទៃដីធំរហូតដល់ជាង1លានគីឡូម៉ែត្រការ៉េហើយបច្ចុប្បន្ននៅតែជាង1សែន
គឺស្មើនឹងការបាត់បង់11ដងក្នុងប្រវត្តិសាស្ត្រ កណា ហើយយើងក៏លេខទៅវិញថាការបាត់បង់នោះមកពីអ្វីមិនមែនមកពីសត្រូវយើងខ្លាំងទេមកពីការបែកបាក់របស់យើងខ្លាំងទៅវិញទេទៅធ្វើការបាត់បង់នោះវាមានទំហំធំធេងមកដល់សម័យបច្ចុប្បន្នវិញការដែលយើងបាត់បង់នេះមិនទាន់ឈ្មោះថាជាការបាត់បង់មួយដល់លើសលប់អីទេវាគ្រាន់តែជាការដែលគេព្យាយាមចង់បានហើយយើងព្យាយាមថែរក្សាច្បាស់ណាស់ការរក្សារបស់យើងគឺត្រូវពឹងផ្អែកទៅលើយន្តការច្បាប់លោកត្រូវជ្រាបថាចំនួនទោះតែឆ្លោះគ្នាខ្លាំងក្លាប៉ុណ្ណាសង្គ្រាមសូម្បីតែឆ្លោះគ្នាខ្លាំងក្លាប៉ុណ្ណាក៏ត្រូវតែបញ្ចប់វិញដោយយន្តការច្បាប់ការចរចាការឯកភាពគ្នារវាងប្រជាជាតិមួយនិងប្រជាជាតិមួយរវាងរដ្ឋមួយនិងរដ្ឋមួយអញ្ចឹងច្បាស់ណាស់ថាចេតនារបស់ប្រទេសជិតខាងគឺព្យាយាមរុញប្រទេសយើងឲ្យធ្លាក់ចូលក្នុងសង្គ្រាមហើយចរចាគ្នាតាមរបៀបសង្គ្រាមប៉ុន្តែក្នុងនាមជារដ្ឋអធិបតេយ្យមួយប្រទេសដែលមាននីតិរដ្ឋគឺពឹងផ្អែកទៅលើច្បាប់អញ្ចឹងយើងព្យាយាមដោះស្រាយទៅតាមយន្តការផ្លូវច្បាប់ច្បាស់ណាស់ថាចំនួនសំបីតែចំនួនដីធ្លីរវាងប្រជាពលរដ្ឋនិងប្រជាពលរដ្ឋនៅចំណាយពេលរាប់ខែរាប់ឆ្នាំទម្រាំតែតុលាការដំបូងតុលាការឧទ្ធរណ៍តុលាការកំពូលចេញសារក្រមកាត់ក្តីឲ្យភាគីចំនួនបានទទួលយុត្តិធម៌ហ្នឹងគឺចំណាយពេលអញ្ចឹងរវាងប្រជាជាតិមួយក៏ដូចគ្នាដែររាជរដ្ឋាភិបាលលោកកាន់យកនៅយន្តការច្បាប់អន្តរជាតិមកជាត្រីមុខដើម្បីរក្សាទី1កេរ្តិ៍ឈ្មោះរបស់ជនជាតិយើងទី2អាយុជីវិតរបស់នាយទាហានពលទាហាននាយនគរបាលពលនគរបាលរបស់យើងទី2ដើម្បីបញ្ជៀសនៅវិនិស្សកម្មដែលកើតឡើងពីសង្គ្រាមកុំឲ្យវារីករាលដាលធំជាងនេះបន្តទៀតអញ្ចឹងខ្ញុំគណៈអាត្មាភាពលើកឧទាហរណ៍ថាបើសិនជាដៃម្ខាងដោះស្រាយកិច្ចការងារខាងមុខហើយដៃម្ខាងព្យាយាមទប់ទល់បញ្ហាខាងក្រៅច្បាស់ណាស់ថាបញ្ហានេះនឹងអូសបន្លាយអញ្ចឹងរាជរដ្ឋាភិបាលដូចគ្នាបើកាលណាយើងជាប្រជាពលរដ្ឋយើងមិនស្ដាប់តាមការដឹកនាំរបស់មគ្គុទ្ទេសក៍របស់យើងទេវាធ្វើឲ្យប្រទេសរបស់យើងវាមានភាពច្បោកច្បល់ច្បាស់ណាស់ថាគំនិតដែលយើងគិតវាមិនដូចគ្នាទេគំនិតនៅក្នុងយន្តការរបស់ប្រទេសជាតិវាវែងឆ្ងាយជាងគំនិតដែលយើងឃើញបច្ចុប្បន្នអញ្ចឹងក្នុងនាមវិស័យសាសនាសូមពីវនីទៅវិញឲ្យប្រជាពលរដ្ឋយើងស្ថិតនៅក្នុងសាមគ្គីភាពសាមគ្គីនេះមិនមែនត្រឹមតែកម្លាំងទេសូម្បីតែស្មារតីក៏ដូចគ្នាដែរយើងត្រូវតែជឿជាក់ថាប្រទេសយើងត្រូវការយើងទាំងអស់គ្នាអញ្ចឹងយើងទាំងអស់គ្នាកុំជាបន្ទុកកុំជាបញ្ហាតាមអារម្មណ៍ព្រោះកិច្ចការងារនេះมันអាចធ្វើតាមអារម្មណ៍បានទេវាពឹងផ្អែកលើផ្លូវច្បាប់វាពឹងផ្អែកទៅលើពេលវេលាអញ្ចឹងពេលវេលាជាអ្នកបញ្ជាក់ឲ្យនៅលទ្ធផលរបស់យើងច្បាស់ណាស់ថាមិនមែនគ្រាន់តែគេមកពាត់ដីយើងអញ្ចឹងហើយឈ្មោះថាបាត់ដីទេបើសិនជាធ្វើអញ្ចឹងបានគេធ្វើតាំងពីយើងនៅទុនខ្សោយ30ឆ្នាំមុនម្លេះគេមិនទៅតែធ្វើឥឡូវទេច្បាស់ណាស់ថាវាជាកត្តានយោបាយរបស់ពិភពលោកវាប្រែប្រួលអញ្ចឹងប៉ុន្តែយើងក្នុងនាមជាប្រទេសតូចជាប្រទេសប្រកាន់នីតិរដ្ឋយើងត្រូវពឹងផ្អែកលើច្បាប់អោបច្បាប់ឲ្យជាប់អញ្ចឹងសូមឲ្យប្រជាពលរដ្ឋទាំងអស់មានសាមគ្គីគ្នាជឿជាក់ហើយសតិអារម្មណ៍យើងត្រូវតែជឿជាក់ថារបស់ទាំងអស់នោះនឹងដោះស្រាយបានតាមរយៈយន្តការច្បាប់តែម្យ៉ាងយើងកុំពឹងផ្អែកទៅលើកម្លាំងបាយព្រោះកម្លាំងបាយច្បាស់ណាស់ថាបើទោះតែយើងឈ្នះគេក៏ដោយទោះតែយើងចាញ់គេក៏ដោយក៏វាអត់ថិតថេរដែរលោកសាកមើលបើសិនជាបន្តឲ្យសង្គ្រាមនេះផ្ទុះថ្ងៃនេះថៃឈរជើងទីនេះថ្ងៃខាងមុខខ្មែរឈរជើងនៅទីនោះសង្គ្រាមនេះវាអូសបន្លាយទៅហើយមានតែការខាតបង់យើងក្នុងនាមជាប្រទេសតូចយើងខាតបង់ច្រើនជាងគេប្រទេសធំអញ្ចឹងយើងត្រូវតែពឹងផ្អែកលើការដោះស្រាយតាមយន្តការច្បាប់អញ្ចឹងដើម្បីឲ្យរាជរដ្ឋាភិបាលអ្នកដឹកនាំមានគំនិតចង់ល្អក្នុងការដោះស្រាយតើតែប្រជាជាតិយើងរក្សាភាពអត់ធ្មត់ឲ្យខ្ពស់ដើម្បីរងចាំពេលវេលាដែលសមស្របក្នុងការទទួលបានអ្វីដែលជារបស់យើងត្រឡប់មកវិញ
កណាម្ចាស់ព្រះអង្គខ្ញុំប្រកាសថាសូមទាញមកខណ្ឌចប់នៃកិច្ចសន្ទនាវិញនៅក្នុងកម្មវិធីវឌ្ឍនភាពពុទ្ធចក្រអាណាចក្រដេជោធិបតីគឺជាអ្វីដែលយើងចង់ទៅជែកចែករំលែកជំវិញការអភិវឌ្ឍទាំងពុទ្ធសាសនាទាំងវិស័យអាណាចក្រពីចក្ខុវិស័យពីទស្សនៈរបស់ព្រះអង្គក្នុងនាមជាព្រះសង្ឃដែលខិតខំស្វាធ្យាយកសាងទីអារាមនេះពីចំណុច0រហូតដល់មានរចនាបថគ្រប់បែបយ៉ាងឬคล้ายទៅជាអត្តសញ្ញាណដ៏សំខាន់នៅក្នុងខេត្តទឹកដីនិងនៅលើទឹកដីប្រវត្តិសាស្ត្រទៅទៀតតើពីព្រះអង្គទៅព្រះអង្គគិតថាគួរតែធ្វើបែបណាដើម្បីឲ្យពុទ្ធចក្រនិងអាណាចក្រអាចដើរទន្ទឹមគ្នាអាចคล้ายទៅជារាងកាយនិងដួងព្រលឹងហើយរស់បានយូរអង្វែងប្រកបដោយមោទនភាពនោះទេម្ចាស់អរគុណណាស់នេះជាសំណួរដ៏សើចមួយសម្រាប់ប្រជាជាតិយើងក្នុងពេលបច្ចុប្បន្នខ្មែរយើងធ្លាប់មានទស្សនវិស័យរួមមួយគឺក្នុងផ្នែកគំនិតពុទ្ធសាសនាមិនថាអាណាចក្រមិនថាពុទ្ធចក្រទេតែងតែមានផ្នែកគំនិតមួយរួមប៉ុន្តែសពថ្ងៃនេះមានការបែងចែកបាត់ទៅហើយវិស័យសាសនាដោយឡែកទៅវិស័យអាណាចក្រដោយឡែកទៅនេះមិនមែនជាការបែកបាក់របស់រដ្ឋទេរបស់រដ្ឋាភិបាលអីទេប៉ុន្តែជាការបែកបាក់បែបផ្នែកគំនិតដោយសារតែយើងទទួលរងនៅឥទ្ធិពលមនោគមពីបរទេសច្រើនពេកក្នុងសម័យបច្ចុប្បន្ននេះណាមិនថាបច្ចេកវិទ្យាការអប់រំសិលធម៌ឬក៏ការផ្សព្វផ្សាយទេយើងឃើញខាងក្រៅច្រើនពេកធ្វើឲ្យមនុស្សចាប់ផ្ដើមមានបញ្ហាសតិអារម្មណ៍គឺការបែងចែកផ្នែកគំនិតអញ្ចឹងដើម្បីនឹងធ្វើឲ្យពុទ្ធសាសនាជាមួយនឹងអាណាចក្រនេះដើរទន្ទឹមគ្នាបានអញ្ចឹងប្រជាជាតិកម្ពុជាត្រូវងាកមករកផ្នែកគំនិតមួយគឺការឯកភាពជាតិជាធំការដែលធ្វើអ្វីគិតអំពីផលប្រយោជន៍រួមជាធំច្បាស់ណាស់ថាប្រជាជាតិខ្មែរយើងពីដើមមកមិនថាគាត់កាន់នៅក្នុងជំនឿសាសនាណាទេឬក៏គាត់នៅក្រៅសាសនាទេប៉ុន្តែផ្នែកគំនិតរបស់គាត់គឺគោលដៅចង់ឲ្យប្រជាជាតិនេះរីកចម្រើនធំធាត់លូតលាស់ល្អជាងអ្វីដែលគាត់គិតថាជាផលប្រយោជន៍របស់ខ្លួនអញ្ចឹងដើម្បីឲ្យពុទ្ធសាសនានិងសង្គមនេះបានដើរទៅរួមគ្នាត្រូវតែបញ្ញវន្តក៏ដូចជាយុវជនទាំងអស់ត្រូវតែក្រឡេកមកគិតអំពីផលប្រយោជន៍ជាតិជាធំផលប្រយោជន៍ជាតិជាធំនេះគឺអ្វីក៏ដោយឲ្យតែចំណេញដល់ផលប្រយោជន៍រួមឲ្យតែចំណេញដល់ផលប្រយោជន៍ជាតិស្មារតីជាតិគឺយើងលើកដំកើងនេះទើបជាគន្លឹះដ៏សំខាន់ដែលអាចជួយឲ្យសាសនានិងសង្គមដើរទន្ទឹមគ្នាទៅបានអញ្ចឹងអ្នកបួសក្នុងសាសនាក៏ត្រូវតែគិតអំពីផលប្រយោជន៍ជាតិជាធំអ្នកដែលដឹកនាំក្នុងសង្គមស៊ីវិលក៏ត្រូវតែគិតអំពីផលប្រយោជន៍ជាតិជាធំហើយព្យាយាមកាត់បន្ថយគំនិតទុតិយនិយមដែលគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួនធំជាងផលប្រយោជន៍រួមរបស់ប្រទេសជាតិនេះទើបធ្វើឲ្យសង្គមទាំងពីរនេះដើរទន្ទឹមគ្នាបានគណៈសូមអរគុណមែនទែនព្រះអង្គដែលបានផ្ដល់ពេលវេលាសម្រាប់កិច្ចសភានៅក្នុងកម្មវិធីវឌ្ឍនភាពពុទ្ធចក្រអាណាចក្រដេជោធិបតីលោកនាងជាទីមេត្រីសូមអរគុណលោកអ្នកដែលតែងតែគាំទ្រការផ្សាយព័ត៌មានពុទ្ធសាសនា BC News ក្រុមការងារនឹងបន្តផលិតពិភាក្សាកិច្ចការងារជាច្រើនទៀតជំវិញពុទ្ធចក្រនិងអាណាចក្រពីព្រោះព័ត៌មានពុទ្ធសាសនាបង្កើតឡើងក្នុងគោលដៅបង្កើតការសន្ទនាដើម្បីអភិវឌ្ឍប្រទេសកម្ពុជាប្រកបដោយជារភាពក្រុមការងារសារព័ត៌មានពុទ្ធសាសនាដែលមានវត្តមានរបស់ខ្ញុំបាទសេរីមនីតំណាងក្រុមការងារទាំងអស់សូមអរព្រគុណព្រះធម្មវណ្ណៈរិស័យចន្ទមនីដែលបានផ្ដល់កិច្ចសម្ភាសនៅក្នុងកម្មវិធីវឌ្ឍនភាពពុទ្ធចក្រអាណាចក្រដេជោធិបតីសូមអរព្រគុណសូមថ្វាយបង្គំលា